ម្សិលមិញសុកធីទៅផ្តិតមេដាយដើម្បីធ្វើកិច្ចសន្យាថ្ងៃនេះលោកគ្រូឆ្នាំពេជ្រសុផានក៏បានទៅផ្តិតមេដាយដើម្បីធ្វើកិច្ចសន្យាផងដែរសម្រាប់ការប្រកួតហើយយ៉ាងណាជំវិញតទៅជាមួយលក្ខខណ្ឌនិងការបរិច្ឆេទក៏ត្រូវបានកំណត់ទុករួចរាល់ផងដែរត្រៀមបងប្អូនត្រៀមតែត្រជាក់ភ្នែកទៅនៅអ្វីដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រតែងតែសំណុំពរនិងចង់ឃើញការប្រកួតកើតមានឡើងឥឡូវនេះគឺបានដូចបំណងហើយនោះគឺជំនួបនៃការដែលប៉ះគ្នារវាងពេជ្រសម្បត្តិក្របីព្រៃមុខដែកនិងកីឡាករសុកធីមនុស្សឈើគុណខ្មែរអញ្ចឹងអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមហើយត្រូវដណ្ដើមខ្សែក្រវ៉ាត់មួយខ្សែក្នុងលក្ខខណ្ឌលេងកង់ធំធម្មតាប្រកួត5ទឹក1ជោគខ្លួនបងប្អូនអញ្ចឹងតើតើជាមួយនឹងថ្ងៃម្សិលមិញដែលត្រូវនៅថ្ងៃទី3ខែមិថុនាឆ្នាំ2025យើងឃើញថាសុកធីបានផ្តិតមេដាយចុះកិច្ចសន្យាក្នុងការដែលទទួលការប្រកួតរួចរាល់ចំពោះថ្ងៃនេះផ្ទាល់ដែលត្រូវនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025លោកគ្រូពេជ្រសុផានក៏បានទៅផ្តិតមេដាយតំណាងឲ្យពេជ្រសម្បត្តិរួចរាល់ហើយផងដែរបងប្អូនដោយយោងទៅតាមការដែលបង្ហោះនៅលើបណ្ដាញកណនី Page ផ្លូវការរបស់លោកគ្រីពីឡុតដែលផុសភ្ជាប់ជាមួយនឹងវីដេអូឃ្លីបនៃការដែលធ្វើកិច្ចសន្យាឲ្យបានសរសេរនៅសំណេរយ៉ាងដូចនេះមិនសរសើរមិនបានពិតជាមានទំនួលខុសត្រូវខ្ពស់ណាស់ចុះពីលើយន្តហោះភ្លាមចុះមកធ្វើកិច្ចសន្យាផ្លែតអញ្ចឹងនេះគឺជាទំនួលខុសត្រូវមួយរបស់លោកគ្រូពេជ្រសុផានយ៉ាងណាអ្វីអាចនិយាយខ្លីថា100%ហើយបងប្អូន100%ហើយរងចាំតែថ្ងៃប្រកួតឈានចូលមកដល់តែម្ដងគឺនៅចុងខែនេះឯងត្រូវនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ព្រឹត្តិការណ៍ដ៏អស្ចារ្យ Extreme Cambodia ជំនួបនៃការដែលប៉ះគ្នារបស់ពេទ្យប៉ះរបស់ក្លឹមអញ្ចឹងយើងចាំមើលថាតើពេជ្រសម្បត្តិក្របីព្រៃមុខដែកបាននឹងកំពុងតែគេហៅថាទទួលបាននៅការគ្រប់គ្រងក៏ដូចជា credit នឹងហក់ឡើងខ្ពស់ខ្លាំងមែនទែនជាពិសេសយើងឃើញហើយការដែលចេញទៅប្រកួតទឹកដីនៃសហរដ្ឋអាមេរិក2លើកគាត់ទទួលបាននូវភាពជោគជ័យទាំង2លើកអញ្ចឹងគាត់បានស្ពាយខ្សែក្រវ៉ាត់2ខ្សែមកកម្ពុជារបស់យើងដូចគ្នាបងប្អូនដែលខ្សែក្រវ៉ាត់ទី1គឺខ្សែក្រវ៉ាត់ស្ថាប័នលំដាប់ថ្នាក់ពិភពលោករបស់ខាង WCK ហើយខ្សែក្រវ៉ាត់ទី2គឺខាង UCK ទើបតែថ្មីនេះឯងនៅថ្ងៃទី1ខែមិថុនាឆ្នាំ2025ដែលពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករម្ចាស់ផ្ទះអាមេរិកហើយការវាយក្រោមច្បាប់គេហៅថាលក្ខខណ្ឌគឺកង់ធំ5ទឹកអញ្ចឹងការវាយជាក់ស្ដែងនៅលើសង្វៀនហ្នឹងយើងឃើញហើយបងប្អូន5ទឹកនឹងកីឡាករអាមេរិកដែលជាម្ចាស់ផ្ទះហ្នឹងរកពិន្ទុរាប់មិនឃើញទេបងប្អូនពេជ្រសម្បត្តិវាយដាច់គ្រប់ទឹកតែម្ដងហើយយ៉ាងណាមិញទៀតសោតទឹកពីរហ្នឹងបើអាញាកណ្ដាលគាត់មិនមានភាពលំអៀងអាចកីឡាករអាមេរិកហ្នឹងគឺរាប់ផងក៏ថាបានដែរបងប្អូនដោយសារតែគាត់អត់ចង់ក្រោកផងបន្ទាប់ពីចូលកណ្ដាប់ដៃរបស់ពេជ្រសម្បត្តិទន្ទឹមនឹងនេះផងដែរតើតើជាមួយនឹងអ្វីដោយដែលមានបានបញ្ជាក់ខាងដើមអញ្ចឹងគឺអូខេអស់ហើយបងប្អូនហើយយ៉ាងណាមិញសម្រាប់អ្នកទាំងពីរគឺត្រូវការត្រៀមលក្ខណៈរៀងខ្លួនជាពិសេសសុកធីតែម្ដងបងប្អូនដោយសារតែសុកធីគាត់ប្រកួតគឺរៀងរយាលទេបងប្អូនមួយខែអីមួយប្រកួតអីចឹងទៅហើយដែលឡែកពេជ្រសម្បត្តិជាទូទៅគាត់2សប្តាហ៍មួយប្រកួតបងប្អូនពេលខ្លះក៏អាច1សប្តាហ៍មួយប្រកួតដែរទៅតាមស្ថានភាពជាក់ស្ដែងគាត់វាយដៃគូឲ្យសន្លប់ដែរឬក៏អត់អញ្ចឹងបើគាត់វាយដៃគូឲ្យសន្លប់នោះគាត់មានឱកាសក្នុងការដែលប្រកួតជាប់សប្តាហ៍ប៉ុន្តែបើគាត់អត់អាចវាយដៃគូឲ្យសន្លប់គឺការប្រកួតរបស់គាត់2សប្តាហ៍ម្ដងតាមលក្ខខណ្ឌក៏ដូចជាច្បាប់ដែលខាងសហព័ន្ធដាក់ឲ្យហើយតើតើជាមួយនឹងព័ត៌មានបើតាមការដែលបញ្ជាក់ពីពេជ្រសម្បត្តិហ្នឹងគាត់ក៏មានបេសកកម្មនៅពាក់កណ្ដាលខែ6នឹងដែរបងប្អូនគាត់មានការដែលប្រកួតកម្ដៅសាច់ដុំមួយទៀតអញ្ចឹងនៅពេលដែលចុងខែគាត់ប្រកួតពាក់កណ្ដាលខែហើយចុងខែបាន2សប្តាហ៍ទៀតគឺទៅប៉ះជាមួយនឹងសុកធីតែម្ដងដូច្នេះសម្រាប់ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាចំពោះអ្នកទាំងពីរបងប្អូនគិតថានរណាទៅនរណានៅម្នាក់បុកម្នាក់គេហៅថាកីឡាករក្បាច់គ្រប់គ្រឿងមានគ្រប់ចង្វាក់អីអញ្ចឹងជាដើមអញ្ចឹងបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ម្នាក់មួយជាចុងក្រោយសូមជម្រាបលា